Now this video is only exists is my YouTube about my debt ចឹងខ្ញុំគិតថាវីដេអូនេះមានតែក្នុង YouTube ខ្ញុំទេពាក់ព័ន្ធនឹងបំណុលរបស់ខ្ញុំដែរខ្ញុំបានបង្កើតឡើងនៅវ័យ22ឆ្នាំចឹងកាលពីថ្ងៃទី31ខែ12 2025បញ្ចប់ឆ្នាំខ្ញុំចាប់ដើមសរសេរចុះនៅបំណុលដែលខ្ញុំមានបានន័យថាតែមួយឆ្នាំណាមិនមួយឆ្នាំទេសឹងតែ6ខែខ្ញុំបង្កើតបំណុលជាង$10000បាទ lucky ខែ6 2021នេះ I'm done with it $12000 yes now I'm done with it បានថាខ្ញុំបានបញ្ចប់ពីរួចរាល់ហើយបំណុលដែលខ្ញុំកើតមានបានន័យថាវាមិនមែនជាបំណុលដែលតកូនតចៅមិនមែនជាបំណុលចិត្តឬក៏បំណុលអីទេដោយសារតែអាជីវកម្មរបស់ខ្ញុំមានការដំបូងយើងចូលហ៊ុនគ្នា4នាក់ដោយសារតែ3នាក់តិចគេមានបញ្ហាខ្ញុំជាម្ចាស់ហ៊ុនតែមួយដែលខ្ញុំរ៉ាប់រងបញ្ហាតែទាំង3បានថារាល់តែការចូលហ៊ុនរបស់ពួកគាត់ខ្ញុំ refund back ឲ្យពួកគាត់ yes ហើយលុយដែលខ្ញុំចេញ refund ឲ្យពួកគាត់គឺលុយចេញពីអាជីវកម្មដែលខ្ញុំធ្វើហ្នឹងអញ្ចឹងពេលខ្លះក៏ខ្ញុំយកលុយមិត្តភ័ក្តិនិងបានន័យថា long customer ខ្ញុំតែគាត់ទុកចិត្តខ្ញុំសូមពឹងពាក់នឹងខ្ចីគាត់ប្រហែល10នាក់ and then សរុប totally ជាង$12000ដោយសារតែខ្ញុំក៏មានការចំណាយប្រចាំខែចឹងមួយខែចំណាយខ្ញុំខ្ទង់1200 1300ដែរអញ្ចឹងលុយដែលខ្ញុំរកបានខ្ទង់1500 2000ទេខ្ញុំចាយអញ្ចឹងប្រចាំខែខ្លះក៏1000អញ្ចឹងទៅអញ្ចឹងយើងត្រូវមានបន្ទុករបស់យើងហើយយើងត្រូវចេញអាហ្នឹងទៀតហើយពេលហ្នឹងហាងរបស់ខ្ញុំប្រចាំខែឈ្នួលមួយខែ1500អញ្ចឹងចំណាយស្រុក1800អញ្ចឹងមួយខែខ្ញុំត្រូវចេញថ្លៃហាងតែឯង1800អញ្ចឹងអាលុយដែលឲ្យពួកគាត់ដែលយើងយកទុនគ្នាវាយកលើកនៅក្នុងហាងអស់ហើយយើងបែរជាទៅដកលុយកប៉ាល់ខ្លួនឯងទៅឲ្យគាត់តែ3នាក់គាត់ថាយើងឲ្យបដោះដែរគាត់ថាមានអ្នកខ្លះខ្ញុំឲ្យសុទ្ធហ្មងហើយអាប្រចាំខែដែលយើងត្រូវទំនួលខុសត្រូវទៀតអញ្ចឹងធ្វើឲ្យខ្ញុំត្រឹមតែរយៈពេល6ខែធ្វើខ្ញុំទៅពាក់គេ$12000តែអ្វីដែលល្អបំផុតពួកគាត់ទុកពេលឲ្យខ្ញុំក្នុងការឲ្យពួកគាត់ឲ្យខ្ញុំខ្ចីម្នាក់តិចចឹងពួកគាត់អត់មានការប្រាក់ទេមិនខ្ចីពីអ្នកដែរគាត់ចង់ការប្រាក់ទេខ្ចីបែបមិត្តភ័ក្តិនិងទីអ្នកតំណងដែលគាត់ទុកចិត្តលើខ្ញុំចឹងខ្ញុំខ្ចីពីអ្នកនេះឲ្យអ្នកនេះខ្ចីអ្នកនេះឲ្យអ្នកនេះចឹងទៅរហូតដល់សរុបចុងក្រោយតែ6ខែនេះខ្ញុំអាចដោះវាបានដែរ6ខែនេះខ្ញុំប្រឹងមែនតើខ្ញុំ self up មែនតើខ្ញុំប្រឹងរលុយខ្ញុំប្រឹង self ហើយក្នុងវីដេអូនេះអ្វីជាមេរៀនដែលខ្ញុំចង់ bring ឲ្យអ្នកនរគ្នាគឺបើអ្នកគ្នាមានអារម្មណ៍ថាអ្នកគ្នាកំពុងតែមានបញ្ហាលុយហ្នឹងខ្ញុំលើកទៅជិះគ្នាទៅសេចចុះនៅបំណុលទៅសេចចុះនៅទ្រព្យដែលអ្នកគ្នាមានតើទ្រព្យណាអ្នកគ្នាលក់បានឬក៏ខ្ញុំអត់មានទ្រព្យទេខ្ញុំចេញពីគ្រួសារហើយខ្ញុំរៀនហើយធ្វើការយកមកចឹងខ្ញុំអត់មានទ្រព្យក្នុងការលក់ទេមានតែកុំព្យូទ័រទូរស័ព្ទដែលខ្ញុំត្រូវការចាំបាច់ប្រចាំថ្ងៃអញ្ចឹងខ្ញុំអ្វីខ្ញុំរងអផ្លូវទៀតគឺជំនួយតើណាគេម្នាក់ដែលគ្នាគិតថាអាចសុំជំនួយគាត់បានចឹងខ្ញុំឈាមឆាតទៅសុំជំនួយអ្នកខ្លះជួយខ្ញុំ100អ្នកខ្លះជួយខ្ញុំ300អ្នកខ្លះ500អ្នកខ្លះដល់1000អ្នកខ្លះដល់2000បានចឹងអញ្ចឹងណាហើយណាមួយខ្ញុំក៏មានមុខរបរដែរពេលខ្ញុំខ្ចីពីគាត់មែនប៉ុន្តែខ្ញុំមានមុខរបរដែលខ្ញុំអាចក្នុងការរកក្នុងការសងពួកគាត់គាត់ថាពួកគាត់អត់ចាំបាច់ក្នុងការប្រើប្រាស់លុយនឹងអ្នកខ្លះខ្ញុំចាយពេល3ខែ4ខែខ្ញុំសងគាត់អស់ហើយលុយនោះអត់មានការប្រាក់ទេអញ្ចឹងវាអត់ដោះកតុយទេខ្ញុំសម័យត្រឡប់ទៅពេលហ្នឹងខ្ញុំប៊ីសខ្ចីលុយចិនណាខ្ញុំនិយាយពេលហ្នឹងខ្ញុំប្រងខ្ចី2500គេហើយគេឲ្យខ្ញុំ1800ឯងគេកាត់ខ្ញុំ600ខ្ញុំគិតឲ្យទៅតិច3ពេលហ្នឹងប៊ីសឲ្យ passport គេតែខ្ញុំគិតថាសំណាងល្អ God help me បុណ្យកុសលខ្ញុំធ្វើជួយខ្ញុំដែលខ្ញុំគិតថាវាទាំងអស់ហ្នឹងធ្វើខ្ញុំសម្រេចចិត្តក្នុងការអត់វិញហើយជួបមនុស្សល្អៗក្នុងការជួយខ្ញុំ so មេរៀនហ្នឹងបរៀនខ្ញុំខ្លាំងមែនតើ22ឆ្នាំខ្ញុំគិតថាខ្ញុំអត់គួរជួបរឿងហ្នឹងទេប៉ុន្តែការសម្រេចចិត្តតែមកពេលធ្វើខ្ញុំជួបរឿងហ្នឹងប៉ុន្តែខ្ញុំក៏អត់បាក់ទឹកចិត្តដែរយើងរកវិធីក្នុងការដោះស្រាយបាន so here I am today ជាមួយនឹងការគ្រប់គ្រងលុយដែលល្អជាងមុនជាមួយនឹងការដែលចាយវាឆ្លាតវៃជាងមុនជាមួយដែលដឹងថាហេតុផលអីខ្ញុំគួររកលុយដែលច្រើនជាងមុន so សង្ឃឹមអ្នកគ្នារៀនបានហើយប្រយ័ត្នមែនតើចំពោះការចំណាយលុយនិងការជួយអ្នកដទៃអូខេវីដេអូខ្ញុំមានប៉ុណ្្នឹងបាយបាយ